នេះគឺជាលើកទី1ដែលខ្ញុំនឹងអានសំណេរដែលខ្ញុំគិតថាខ្ញុំរឹងមាំគ្រប់គ្រាន់ហើយនៅក្នុងការនិយាយហើយផុសបង្ហាញជាសាធារណៈហើយខ្ញុំក៏អត់ចង់សំរឿងទូចដែលខ្ញុំអត់ទាន់ព្យាបាលឲ្យដាច់ស្រេចឬក៏គិតគូរឲ្យនៅក្នុងបេះដូងខ្ញុំយូរដែរព្រោះអីវាក៏ជាកត្តាមួយដែលធ្វើឲ្យខ្ញុំមានជំងឺថប់អារម្មណ៍ឬ stress ច្រើនដែលគេហៅថា anxiety នឹងគឺខ្ញុំយកសពអាក្រក់រាល់ថ្ងៃបងប្អូនដេកអត់លក់ទេសូម្បីតែកដាយប់ខ្ញុំថតវីដេអូនឹងក៏ដោយហើយសំណេរនេះគឺកាត់ឡើងអំឡុងពេលដែលខ្ញុំបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្ញុំគឺម៉ាក់របស់ខ្ញុំអូខេថ្ងៃទី1នៃការចាប់ផ្ដើមឡើងវិញឬក៏យ៉ាងណាថ្ងៃនេះជាថ្ងៃទីប៉ុន្មានហើយខ្ញុំត្រូវរាប់វាឡើងវិញច្បុកច្បល់អស់ហើយស្មានមិនត្រូវតែខ្ញុំសម្រេចចិត្តថាមិនបោះបង់ក្តីសម័យរបស់ខ្ញុំឡើយជីវិតនេះហាក់ដូចជាស្មុគស្មាញណាស់សម្រាប់ក្មេងម្នាក់អាយុ20ឆ្នាំហើយត្រូវកំព្រាម្ដាយអំឡុងពេលដែលខ្លួនកំពុងតែខិតខំប្រឹងស្រវ៉ាស្រទិញឈោងចាប់ក្តីសម័យគឺចង់ក្លាយជាតារាចម្រៀងរ៉េបដ៏ល្បីម្នាក់នៅក្នុងប្រទេសកម្ពុជាខ្ញុំដឹងថាខ្ញុំបានដើរមកឆ្ងាយហើយប្រើពេលយូរមែនតើកម្លាំងកាយកម្លាំងចិត្តញើសឈាមឥទ្ធិពលនឹងការលះបង់ជីវិតរបស់អ្នកដទៃទៀតផងម្ដាយរបស់ខ្ញុំខំប្រឹងធ្វើការងាររកលុយចិញ្ចឹមនិងផ្គត់ផ្គង់ខ្ញុំគ្រប់យ៉ាងដើម្បីចង់ឃើញខ្ញុំជោគជ័យពេលនេះគាត់ទៅបានសុខហើយនៅឡើយតែខ្ញុំដេកយំនិងយល់សប្តិមិនល្អរាល់ថ្ងៃប៉ុន្តែជីវិតពិតវាគួរឲ្យខ្លាចជាងនេះទៅទៀតទោះអ្នកដេកនៅក្នុងប្រអប់4ជ្រុងចាក់សោហុំបិទចិត្តក៏គ្មានអ្វីមករារាំងរឿងមិនល្អដែលគេហៅថាឧបសគ្គមិនឲ្យមកជ្រៀតចូលជីវិតរបស់អ្នកបានឡើយតែខ្ញុំជឿថាដរាបណាអ្នកនៅមានសង្ឃឹមភ្លើងនៃក្តីសម័យនិងឆន្ទៈមោះមុតរបស់អ្នកមិនរលត់នោះរូបភាពគំហើញអរូបីដែលមាននៅក្នុងសរសៃប្រសាទរបស់អ្នកទាំងអស់គ្នានឹងផុសចេញជារូបរាងជាការពិតហើយខ្ញុំប្រកាសប្រជាថារូបភាពទាំងនោះមិនមែនថ្មីសម្រាប់ខ្ញុំទេគឺខ្ញុំធ្លាប់ទទួលអារម្មណ៍នោះពីមុនមកហើយគ្រាន់តែពេលនោះវាកំពុងតែស្ថិតនៅក្នុងការសូន្យនិងស្រូបទាញមកកាន់ជីវិតពិតរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំចង់អរគុណម៉ាក់របស់ខ្ញុំគាត់បានបង្រៀនឲ្យខ្ញុំយល់ពីកូនសោនៃជីវិតនេះគ្មានអ្នកណាយល់ពីវាទេខ្ញុំនឹងព្យាយាមឆ្កឹះគាស់បង្ហាញវានៅក្នុងសំណេរនេះឡើងឲ្យវាអណ្ដែតឡើងមកលើហើយធ្វើយ៉ាងណាឲ្យអ្នកទាំងគ្នាបានយល់បងប្អូនធ្លាប់មើលរឿង Enola Holmes ទេម៉ាក់របស់ខ្ញុំប្រៀបដូចជា Mastermind ឬអ្នកបញ្ជានិងកំណត់រៀបចំគម្រោងសម្រាប់ឲ្យខ្ញុំដើរទៅកាន់ភាពជោគជ័យរួចមកហើយគាត់ឈរនៅចងចាំខ្ញុំនៅចុងនៃ Tunnel ដ៏ងងឹតមួយនេះដែលទីបញ្ចប់គឺមានពន្លឺដ៏ភ្លឺអញ្ចាចឥឡូវនេះខ្ញុំបានតែឃើញស្រមោលមនុស្សឈររងចាំអបអរសាទរខ្ញុំ So that's all for day 1 and I think next video I'm going to read day 2 ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងលើកទឹកចិត្តមនុស្សមួយចំនួនដែលគាត់កំពុងតែជាប់គាំងអត់ទាន់ឃើញផ្លូវទៅមុខទៀតត្រូវចាំអ្នកទាំងអស់គ្នាអាចថាចំណាយពេលវេលាបន្តិចប៉ុន្តែគ្រប់យ៉ាងនឹងដោះស្រាយបានហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានអារម្មណ៍ល្អប្រសើរជាងនេះអញ្ចឹងបើបានមើលវីដេអូនេះដល់ចប់ខ្ញុំសូម comment បេះដូងពណ៌សម្នាក់មួយផងដើម្បីឧទ្ទិសឬក៏ជូនបុណ្យកម្លាំងឥទ្ធិពលទៅកាន់ម៉ាក់របស់ខ្ញុំ Thank you